ថ្មីប្លែកអារម្មណ៍ពីទឹកដីអង្គរដែលពុំមែនបងប្អូនតែងតែចង់ទស្សនាបាទបានមកដល់ហើយបាទពីទឹកដីអង្គរព្រឹត្តិការណ៍សេងប៊ុនសុងបកស្រាយអត្ថន័យចម្លាក់ដាំថ្នាំនិងចាក់សាក់បុរាណបាទតើបងប្អូនចង់ដឹងព័ត៌មានលម្អិតយ៉ាងណានឹងតាមដានជាមួយនឹងខ្ញុំបាទទាំងអស់គ្នាដែលចេញពីទឹកដីអង្គរបាទសៀមរាបនាដំណើរទស្សនកិច្ចរូបចម្លាក់គុនបុរាណនៅប្រាសាទតាព្រហ្មនាថ្ងៃទី14ខែសីហានេះលោកសេងប៊ុនសុងព្រឹត្តិចារ្យគុនបុរាណខ្មែរបានប្រទះឃើញរូបមួយជួរដែលបង្ហាញពីសកម្មភាពមនុស្សកំពុងដាំថ្នាំបាទតែមនុស្សដាំថ្នាំមិនបងប្អូនតើបន្តជាមួយនឹងខ្ញុំបាទទាំងអស់គ្នាថែមទៀតនឹងកំពុងកាច់ចំបាប់គ្នាបាទចំបាប់គ្នានឹងគឺចាប់បំបោបងប្អូនបាទជាអ្នកយល់ច្បាស់ពីអត្ថន័យរូបទាំងនេះលោកប៊ុនសុងដែលជាសមាជិកនៃគណៈកម្មការស្រាវជ្រាវគម្ពីរអាកំបាំងយុទ្ធគុណដូនតាខ្មែរបាទក៏ប្រកាសក្នុងចិត្តភ្លាមថារូបចម្លាក់ដាំថ្នាំបុរាណនេះគឺជាថ្នាំបុរាណប៉ូវកម្លាំងសម្រាប់អ្នកហាត់គុនដើម្បីជាជំនួយដល់សុខភាពស្បែកនិងកាយសម្បទារបស់អ្នកយុទ្ធគុនថែមទៀតក្រៅពីការវឹកហាត់ប្រចាំថ្ងៃបាទបងប្អូននៅអង្គរមានរូបចម្លាក់ដាំថ្នាំមួយដែលចម្លែកហើយចាស់ព្រឹត្តិការណ៍លោកទៅតែបកស្រាយឲ្យជនបរទេសភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសបានដឹងថាក្នុងរូបចម្លាក់អ្នកដាំថ្នាំអ្នកហាត់ក្បាច់គុនហ្នឹងដាំថ្នាំហ្នឹងគឺដើម្បីប៉ូវកម្លាំងអ្នកហាត់ក្បាច់គុននឹងឯងបាទអញ្ចឹងបងប្អូនដែលតលេងសៀមរាបចាំយើងចូលមើលទាំងអស់គ្នាបាទតោះបាទបន្តជាមួយនឹងខ្ញុំទៀតជាមួយគ្នានេះលោកព្រឹទ្ធាចារ្យក៏បានពន្យល់អត្ថន័យនៃការចាក់សាក់បុរាណខ្មែររួមទាំងដាស់ព្រលឹងក្បាច់គុនដូនតាខ្មែរតាមរយៈការសម្ដែងត្រាប់តាមរូបចម្លាក់នៅប្រាសាទតាព្រហ្មទៀតផងការសម្ដែងប្រកបដោយភាពរស់រវើកដោយមានការចូលរួមពីលោកពុកអៀងគ្រូបុកតនិងកីឡាករច័ន្ទរតនាដែលចេះក្បាច់គុន6ទម្រង់ផងដែរចេញពីប្រាសាទតាព្រហ្មលោកព្រឹត្តិការណ៍ប៊ុនសេងក៏បានទស្សនារូបចម្លាក់នៅប្រាសាទតាព្រហ្មកែលដែរបាទសូមបញ្ជាក់ថាការស្រាវជ្រាវគម្ពីរអាកំបាំងយុទ្ធគុណដូនតាខ្មែរនេះផ្ដោតលើយុទ្ធគុណយុទ្ធមន្តនិងសិល្បៈក្បាច់គុនដូនតាខ្មែរដ៏សម្បូរបែបនិងរស់រវើកលើជញ្ជាំងនៅលើប្រាសាទចឹងបងប្អូនដែលតលេងប្រាសាទអង្គរវត្តបងប្អូនតែងតែអ្វីដែលយើងចង់មើលហ្នឹងគឺបាទរូបចម្លាក់ក្បាច់កបោចម្លាក់លើប្រាសាទប្រាង្គប្រាសាទដ៏អស្ចារ្យរបស់ដូនតាខ្មែរយើងនឹងឯងបាទហើយនៅប្រាសាទតាព្រហ្មគឺមានរូបចម្លាក់ផ្លែទៀតអញ្ចឹងបងប្អូនតលេងសៀមរាបបំផ្លែចូលមើលប្រាសាទតាព្រហ្មរូបចម្លាក់នៅប្រាសាទតាព្រហ្មផងបាទសូមលោកអ្នករងចាំទស្សនាវីដេអូលម្អិតបាទនៅក្នុងកិច្ចសម្ភាសរបស់ក្រុមការងាររបស់ថ្មី Media Group ដែលនឹងចេញផ្សាយនៅពេលឆាប់ខាងមុខនេះបាទអញ្ចឹងតាក់ទងជាមួយនឹងក្បាច់គុនបុរាណខ្មែរនឹងការចម្បាប់ការចាប់បំបោកណាគឺក្រុមពួកគាត់បាននឹងថតជាវីដេអូបាទនឹងចេញខាងមុខឆាប់នេះអញ្ចឹងយើងពុកម៉ែបងប្អូនអាចចាំតាមដានទស្សនាវីដេអូរបស់គាត់បាទជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានគាំទ្រនៅ page របស់ខ្ញុំបាទកុំភ្លេចពុកម៉ែបងប្អូនជួយ Subscribe ម្នាក់មួយផងបាទបងប្អូនហើយឃើញពុកម៉ែបងប្អូនចូលមើលច្រើនដែរប៉ុន្តែចំពោះការ Subscribe នៅតិចនៅឡើយទេបងប្អូនហើយអញ្ចឹងកុំភ្លេចជួយបងប្អូនម្នាក់មួយផងបាទសូមជូនពរសំណាងល្អពេញមួយជីវិតទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាបាទ